You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំខែសុណងសូមជម្រាបសួរលោកអ្នកនាងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីបាទពីរាជធានីភ្នំពេញខ្ញុំបាទជួនច័ន្ទបុតក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ជាទីគោរពរាប់អានចា៎យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃច័ន្ទ8កើតខែចេសឆ្នាំមមែស័កពុទ្ធសករាជ2559ដែលត្រូវនឹងថ្ងៃទី25ខែឧសភាគ្រិស្តសករាជ2015បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃលោកកឹមសុខាថាបកតូចៗមិនមែនជាដៃគូប្រកួតប្រជែងរបស់គណៈបកសង្គ្រោះជាតិទេពលរដ្ឋនៅតំបន់ដីជម្លោះជាមួយវៀតណាមនៅខេត្តត្បូងឃ្មុំថាអាញាធរវៀតណាមមកហាមឃាត់ពួកគាត់ជាថ្មីទៀតមន្ត្រីប៉ូលីសនៅខេត្តបាត់ដំបងអះអាងថាប្រធានអង្គភិបបង្ខំឲ្យកាត់លុយម្នាក់ 10000 រៀលទៅឲ្យកាកកបាតក្រហមតំណាងក្រុមហ៊ុននិងប្រជាពលរដ្ឋឃុំរៀមចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភយកដីរួមនឹងព័ត៌មានមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនច័ន្ទបុតស៊ូមជូនព័ត៌មានពិស្ដាប្រធានស្ដីទីនៃគណៈបកសង្គ្រោះជាតិលោកកឹមសុខាប្រកាសថាគណៈបកតូចៗដែលបានបង្កើតឡើងនោះមិនមែនជាដៃគូប្រកួតប្រជែងរបស់គណៈបកសង្គ្រោះជាតិឡើយលោកអះអាងថាមានតែគណៈបកប្រជាជនកម្ពុជាទេជាបកតែមួយគត់ដែលគណៈបកសង្គ្រោះជាតិនឹងផ្ដួលក្នុងពេលបោះឆ្នោតអាណត្តិទី6ខាងមុខនេះអ្នកវិភាគលើកឡើងថាគណៈបកសង្គ្រោះជាតិចង់យកជ័យជំនះលើគណៈបកប្រជាជនកម្ពុជាបាននោះលុះត្រាតែគណៈបកប្រឆាំងមានយុទ្ធសាស្ត្រច្បាស់លាស់លោកទីន សាការីយ៉ាមានសេចក្តីរាយការណ៍អំពីរឿងនេះប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខានិងជាអនុប្រធានទី1រដ្ឋសភាបានថ្លែងនៅចំពោះមុខអ្នកគាំទ្រខ្លួននៅថ្ងៃទី24ឧសភាដោយជំរុញឲ្យសមាជិករបស់ខ្លួនទាំងអស់ត្រូវរួបរวมគ្នាដើម្បីផ្ដួលដៃគូប្រកួតនៅពេលបោះឆ្នោតខាងមុខគឺគណៈបកប្រជាជនកម្ពុជាលោកកឹមសុខាថ្លែងនៅក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណៈបកសង្គ្រោះជាតិនៅភូមិថ្មគោលខណ្ឌសានសុខថាបើសិនជាលោកសំរងស៊ីនិងរូបលោកនៅតែរួបរวมគ្នាគណៈបកតូចៗមិនអាចមកបំបែកសម្លេងគណៈបកសង្គ្រោះជាតិបានឡើយលុះត្រាណាសម្ព័ន្ធភាពរវាងគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សហាច់ហួរគ្នាទើបធ្វើឲ្យគណៈបកសង្គ្រោះជាតិបរាជ័យក្នុងការប្រកួតប្រជែងជាមួយគណៈបកប្រជាជនកម្ពុជានៅពេលខាងមុខបើយើងតែវាយតាសំណងដូនបន្តិចទៅថាកំឡៃបន្តិចទៅថាលោកនេះបន្តិចទៅខំវាសនាបន្តិចទៅនាំនេះឈូទៅវាយនេះឈូនិយាយនោះលេចសមរភូមិធំចាញ់ទៀតមែនបងប្អូនយកខ្ញុំសំព្រាមនេះឲ្យប្រមូលផ្ដុំសមរភូមិតែមួយដើម្បីឈ្នះដើម្បីដឹកនាំប្រទេសទៅពេលខាងមុខការថ្លែងរបស់ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខានេះជាលើកទី1ហើយបន្ទាប់ពីលោកបានរក្សាភាពស្ងប់ស្ងាត់មួយរយៈនៅខណៈលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានគម្រាមបញ្ចប់បព្វធម៌សន្ទនារវាងគណៈបកជាប់ឆ្នោតទាំងពីរនោះក្រៅពីនេះទៀតលោកហ៊ុនសែនថែមទាំងប្រមានដកកៅអីអនុប្រធានសភាដែលលោកកឹមសុខាកំពុងតែអង្គុយទៀតនោះផងដោយសារខ្លួនជាចិត្តដើរកេះគេអញ្ចឹងគេនៅស្រុកឯងទៅកេះគេជេរគេឌៀមដាមកហើយដល់ពេលគេធ្វើអីវិញគេធ្វើត្រូវតាមច្បាប់របស់គេមិនពេញចិត្តគេទម្លាក់ចោលអាហ្នឹងរឿងរបស់គេតាណែឡើងតាមត្រឡឹកថ្នោតរបស់គេតាអញ្ចឹងធ្លាក់មកវិញធ្លាក់តាមត្រឡឹកថ្នោតតាហើយកុំថាគេគម្រាមមិនគម្រាមទេអាហ្នឹងរឿងពិតហ្មងធ្វើពិតហ្មងទោះបីជាការប្រមានបែបនេះក្តីលោកកឹមសុខាបានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកជាង 1000 នាក់ហាក់ដូចជាមិនខ្វល់ពីកៅអីអនុប្រធានទី1សភាឡើយលោកបញ្ជាក់ថាទិសដៅរបស់លោកសំខាន់នោះគឺដណ្ដើមយកជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខកៅអីអ្នកប្រជាធិបតេយ្យអ្នកជាតិនិយមខ្ញុំចង់និយាយចាបើកៅអីខាងស្អីនោះក៏យើងមិនដឹងទេណាគេយកតែប៉ុន្តែកៅអីអ្នកប្រជាធិបតេយ្យអ្នកជាតិនិយមគឺអត់ណាយកបានទេឲ្យតែយើងរួបរวมតើតើនឹងបញ្ហានេះអ្នកខ្លោមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតកែមលីគាំទ្រការលើកឡើងរបស់លោកកឹមសុខាប៉ុន្តែលោកបញ្ជាក់ថាបើសិនជាគណៈបកសង្គ្រោះជាតិចង់ឲ្យមានការបង្រួបបង្រួមរវាងអ្នកប្រជាធិបតេយ្យនោះលុះត្រាណាគណៈបកនេះមានយុទ្ធសាស្ត្រកំណែតម្រង់ផ្ទៃក្នុងឲ្យបានច្បាស់លាស់ក
ខ្ញុំគិតថានិយាយនឹងវាត្រូវហើយប៉ុន្តែក៏បបហែកជាងបបហែកតែឃើញថាតើយើងធ្វើការតស៊ូរួមកម្លាំងដើម្បីដើម្បីតែគាត់ណាផ្លាស់ប្ដូរមានដំណំមួយដាក់មានបរិកម្មទៀតចូលឬមួយក៏យើងរៀបចំយន្តការប្រទេសជាតិមួយដែលមានលក្ខណៈយុទ្ធសាស្ត្រប្រកបហ្នឹងដែលយើងត្រូវរកឃើញណាលោកបណ្ឌិតកែមលីបញ្ជាក់ថាយុទ្ធសាស្ត្រល្អសម្រាប់គណៈបកសង្គ្រោះជាតិនោះគឺត្រូវមានអភិបាលកិច្ចល្អក្នុងបកមានគោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់មានគោលនយោបាយដោះស្រាយសង្គមជាក់លាក់និងគោលការណ៍ផ្សេងៗមួយចំនួនទៀតសកម្មភាពបន្តសារនយោបាយរបស់លោកកឹមសុខាម្ដងហើយម្ដងទៀតនេះត្រូវបានអ្នកវិភាគមើលឃើញថាគណៈបកទាំងពីរនឹងមិនអាចរក្សាវប្បធម៌សន្តិនិកបានយូរអង្វែងនោះឡើយម្យ៉ាងទៀតលោកកឹមសុខាក៏នឹងមិនអាចរក្សាតំណែងអនុប្រធានសភាបានចប់អាណត្តិដែរអ្នកវិភាគមើលឃើញថាលោកហ៊ុនសែនកំពុងប្រើប្រាស់លោកសំរងស៊ីដែលជាដៃគូសន្តិនិកដើម្បីបំបែកបំបាក់គណៈបកសង្គ្រោះជាតិហើយថាមិនត្រូវលោកកឹមសុខានឹងអាចត្រូវសភាបោះឆ្នោតទម្លាក់ពីតួនាទីមិនខុសពីអ្វីដែលលោកហ៊ុនសែនធ្លាប់បានប្រើប្រាស់សម្ដេចក្រមព្រះបោះឆ្នោតទម្លាក់លោកសំរងស៊ីពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីមុនដែរប្រសិនបើលោកកឹមសុខានៅតែរឹងទទឹងថ្លែងសារនយោបាយរិះគន់រដ្ឋាភិបាលឥតឈប់ឈរនោះខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញបាទលោកនាងជាទីមេត្រីពលរដ្ឋនៅភូមិជើងឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំអះអាងថាអាជ្ញាធរវៀតណាមមកហាមឃាត់នឹងជន់ដំណាំស្រូវរបស់ពួកគាត់ជាថ្មីទៀតកាលពីថ្ងៃទី23ខែឧសភាការអះអាងនេះក្រោយពេលដែលពលរដ្ឋចូលទៅធ្វើស្មៅស្រូវដែលសេសសល់ពីការបាញ់ថ្នាំពុលរបស់អាជ្ញាធរវៀតណាមកាលពីខែមេសាលោកសូតសុខប្រាថ្នារាយការណ៍ព័ត៌មាននេះបើទោះបីជាអាជ្ញាធរនៅខេត្តត្បូងឃ្មុំបានអំពាវនាវឲ្យពលរដ្ឋមានដីនៅតំបន់ចំនួនជាមួយប្រទេសវៀតណាមនៅឃុំជាំបញ្ឈប់សកម្មភាពចូលទៅដាំដំណាំនៅលើដីចំនួននោះក៏ដោយប៉ុន្តែពលរដ្ឋមួយចំនួននៅតែមិនទាន់អស់ចិត្តពលរដ្ឋបញ្ជាក់ថាពួកគេនៅតែស្ដាយដំណាំដែលនៅសេសសល់ម្យ៉ាងពួកគាត់មិនមានដីផ្សេងសម្រាប់ធ្វើកសិកម្មផងទើបជំរុញឲ្យពួកគាត់ចូលទៅតំបន់ដីចំនួននោះបន្តទៀតពលរដ្ឋនៅភូមិជើងម្នាក់លោកអឹមឃ្លោកឲ្យដឹងថាអាជ្ញាធរព្រំដែនវៀតណាម3នាក់មកចាប់យកកាំបិតលោកខណៈដែលពួកគាត់កំពុងដកស្មៅស្រូវលើដីចំណុច16ហិកតាព្រមទាំងគម្រាមមិនឲ្យពលរដ្ឋចូលទៅតំបន់នោះទៀតឡើយលោកបន្តថាមិនត្រឹមតែដកយកកាំបិតពលរដ្ឋទេអាជ្ញាធរវៀតណាមបានជន់ស្រូវរបស់ពួកគាត់ដែលនៅសេសសល់ទៀតផងទើបបណ្ដាលឲ្យមានការប្រទាញប្រទង់គ្នាមួយសន្ទុះក៏ខាងភាគីវៀតណាមព្រមប្រគល់កាំបិតឲ្យពលរដ្ឋខ្មែរវិញតែយើងធ្លាប់ធ្វើនឹងយើងអាជ្ញាធរដែនដែលយើងមានដោះស្រាយស៊ូដោយសារប្រជាជនយ៉ាងមិនយ៉ាងមកផងគេឲ្យទៅធ្វើទៅគ្នាគេកន្លងមកអាជ្ញាធរខេត្តត្បូងឃ្មុំដែលមានទាំងស្នងការនគរបាលខេត្តលោកម៉ៅពៅផងបានស្នើឲ្យពលរដ្ឋខ្មែរបញ្ឈប់សកម្មភាពចូលដាំដំណាំនៅលើដីចំនួននោះតទៅទៀតដើម្បីជៀសវាងការប៉ះទង្គិចគ្នាជាមួយភាគីវៀតណាមពីព្រោះដីជាង16ហិកតាត្រូវបានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាប្រកាសនិងបង្ហាញផែនទីបញ្ជាក់ថាជាដីរបស់វៀតណាមតែយ៉ាងណាស្នងការខេត្តត្បូងឃ្មុំធ្លាប់បញ្ជាក់ថាខាងអាជ្ញាធរកម្ពុជានិងវៀតណាមក៏បានសម្រេចគ្នាឲ្យពលរដ្ឋខ្មែរអាចចូលប្រមូលផលដំណាំនៅលើដីនោះរហូតរួចរាល់ប្រសិនបើមានដំណាំសេសសល់លើកលែងតែការចូលទៅដាំដំណាំថ្មីតែប៉ុណ្ណោះតាក់ទងការហាមឃាត់ពលរដ្ឋខ្មែរជាថ្មីទៀតនេះមន្ត្រីប៉ុស្តិ៍ព្រំដែននៅឃុំជាំម្នាក់លោកថេងចន្ទាបញ្ជាក់ថាលោកមិនទាន់ដឹងពីបញ្ហានេះនៅឡើយទេដោយឡែកមេឃុំជាំលោកប្រាក់វណ្ណីមានប្រសាសន៍ថាលោកទទួលបានព័ត៌មាននេះហើយប៉ុន្តែនៅមិនទាន់ច្បាស់នៅឡើយដែរតែយ៉ាងណាលោកថានឹងចោះស្រាវជ្រាវលើបញ្ហានេះបន្ថែមទៀតហើយបើរកឃើញថាពិតជាដោយការលើកឡើងរបស់ពលរដ្ឋមែនខាងលោកនឹងអនុវត្តទៅតាមនីតិវិធីអានេះខ្ញុំធ្វើទៅតាមគោលការណ៍ច្បាប់ខ្ញុំមិនធ្វើអីឲ្យខុសពីច្បាប់ទេហើយបើសិនថារដ្ឋាភិបាលសម្រាប់ចាត់ច្បាប់ប៉ុណ្ណានឹងខ្ញុំឲ្យគាត់គ្រប់ប៉ុណ្ណឹងសិនទៅណាតាក់ទងនឹងបញ្ហាចំនួនដីធ្លីនៅព្រំដែនរវាងពលរដ្ឋខ្មែរនិងវៀតណាមនេះប្រជាពលរដ្ឋជនជាតិចាមដែលដឹកនាំដោយលោកអ៊ីសាអូស្មានដែលជាអ្នកស្រាវជ្រាវអំពីជនជាតិចាមគ្រងនឹងដឹកនាំពលរដ្ឋជនជាតិចាមជាង100នាក់ទៅទស្សនកិច្ចនៅតំបន់ចំនួននេះលោកអ៊ីសាអូស្មានលើកឡើងថាគម្រោងចុះទៅពិនិត្យមើលព្រំដែននៅថ្ងៃទី31ឧសភាខាងមុខគឺដើម្បីស្វែងរកការពិតហើយនឹងអាចបន្តទាមទារដីនោះប្រសិនបើរកឃើញថាដីនោះពិតជាដីរបស់ខ្មែរពីព្រោះពលរដ្ឋចាមមិនចង់ឲ្យពលរដ្ឋខ្មែរណាម្នាក់បាត់បង់ទឹកដីនិងមិនចង់ឃើញដីខ្មែរចេះតែរួមតូចទៅនោះឡើយលើពីនេះទៀតពួកគេរឹតតែមិនចង់ឃើញប្រទេសកម្ពុជាមានវាសនាដោយប្រទេសចម្ប៉ានិងខ្មែរកម្ពុជាក្រោមឡើយទី2គឺដើម្បីរំលឹកអំពីប្រវត្តិសាស្ត្រនគរចម្ប៉ាបាត់បង់កាលពីជាង200ឆ្នាំកន្លងផុតទៅដោយសារវៀតណាមស្លៀកពានយកហើយនេះក៏ជាការដាស់រំលឹកដាស់ស្មារតីឲ្យប្រជាពលរដ្ឋខ្មែរឲ្យបានដឹងរៀនសូត្រអំពីប្រវត្តិសាស្ត្រ
បញ្ហាព្រំដែននៅចំណុចជាំ5ល្វែងចន្លោះបង្គោលព្រំដែនលេខ94និង95នៅក្នុងភូមិជើងឃុំជាំគឺជាបញ្ហារសើបរវាងពលរដ្ឋនិងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងអាជ្ញាធរវៀតណាមផងបញ្ហាក្តៅទាំងនោះកើតឡើងបន្ទាប់ពីអាជ្ញាធរនិងពលរដ្ឋវៀតណាមយកថ្នាំពុលមកបាញ់លើដំណាំពលរដ្ឋខ្មែរជាច្រើនហិកតាកាលពីថ្ងៃទី19មេសាក្រោយមកអ្នកតំណាងរាស្ត្រគណៈបកប្រឆាំងផ្ញើលិខិតឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាចាត់វិធានការលើបញ្ហានេះបន្ទាប់ពីពួកគេបានចុះទៅដល់ទីតាំងចំនួនបន្ទាប់ពីទទួលបានលិខិតពីមន្ត្រីគណៈបកប្រឆាំងឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកហៅណាំហុងព្រមទាំងទេសរដ្ឋមន្ត្រីទទួលកិច្ចការព្រំដែនលោកវ៉ាកំហុងក៏បានចេញលិខិតនិងបកស្រាយជាសាធារណៈបញ្ជាក់ថាដី16ហិកតាដែលកំពុងមានជម្លោះគឺស្ថិតនៅក្នុងបូរណភាពដែនដីរបស់ប្រទេសវៀតណាមពួកគេថែមទាំងអះអាងថាការកំណត់ខ្សែបន្ទាត់និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរកន្លងមកគឺធ្វើតាមផែនទីភូមិសាស្ត្រឥណ្ឌូចិនដែលយកទៅតម្កល់នៅអង្គការសហប្រជាជាតិព្រមទាំងធ្វើឡើងតាមបទដ្ឋានច្បាប់និងបច្ចេកទេសទៀតផងប៉ុន្តែខាងមន្ត្រីគណៈបកប្រឆាំងបានទាត់ចោលការលើកឡើងនេះការបកស្រាយពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យពលរដ្ឋស្ទើរទូទាំងនគរនាំគ្នាងឿងឆ្ងល់ថាហេតុអ្វីបានជាពលរដ្ឋខ្មែរជាអ្នករំលោភលើដីវៀតណាមទៅវិញភាពងឿងឆ្ងល់ទាំងនោះបានជំរុញឲ្យពលរដ្ឋពិសេសក្រុមយុវជនកាន់តែចង់ដឹងពីបញ្ហាដែលកើតមានឡើងហើយថ្មីនេះក៏មានយុវជនជាង100នាក់នាំគ្នាទៅដល់តំបន់ដីជម្លោះនោះទៀតផងបញ្ហាព្រំដែននៅស្រុកមិមុតកាន់តែចម្រូងចម្រាសនាំឲ្យពលរដ្ឋយុវជនសមាជិកគណៈបកប្រឆាំងស្នើឲ្យសើរើឡើងវិញចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរម្ដងហើយម្ដងទៀតបើទោះបីជាមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ចំហថាមិនអាចទៅរួចក៏ដោយខ្ញុំសោតសុខប្រាថ្នាវត្តជូអាស៊ីសេរីពីរាជធានីភ្នំពេញបាទពីខេត្តបាត់ដំបងឯនោះវិញមន្ត្រីប៉ូលីសនៅស្រុកភ្នំព្រឹទ្ធចោទប្រកាន់អធិការនគរបាលស្រុកនេះថាតម្រូវឲ្យមន្ត្រីក្រមអាវ៉ាតបង់លុយចូលកាកបាទក្រហមកម្ពុជាប្រចាំនៅខេត្តនេះជាលើកដំបូងដែលដកចេញពីប្រាក់ខែរបស់មន្ត្រីនគរបាលម្នាក់ដើម្បីយកទៅប្រើប្រាស់ការងារសង្គមក៏ប៉ុន្តែអធិការនគរបាលស្រុកបដិសេធចំពោះការចោទប្រកាន់ថានេះជារឿងមិនពិតឡើយលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍មន្ត្រីប៉ូលីសស្រុកភ្នំព្រឹកសម្ដែងការមិនពេញចិត្តទៅនឹងទង្វើថ្នាក់ដឹកនាំរបស់ខ្លួននេះថាជាកាយវិការមួយធ្វើឡើងទាំងបង្ខំនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីក្រមអាវ៉ាតដែលមានប្រាក់ចំណូលតិចតួចមន្ត្រីប៉ូលីសនៅស្រុកភ្នំព្រឹកម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនអោយបញ្ចេញឈ្មោះនៅថ្ងៃទី24ឧសភាថាមន្ត្រីប៉ូលីសថ្នាក់ក្រមអាវ៉ាតនៃអធិការនគរបាលស្រុកភ្នំព្រឹកជាច្រើនអ្នកត្រូវបានលោកអធិការនគរបាលស្រុកភ្នំព្រឹកតម្រូវឲ្យពួកគេបង់ប្រាក់ម្នាក់ 10000 រៀលទៅឲ្យកាកបាទក្រហមខេត្តបាត់ដំបងដែលចាប់អនុវត្តពីថ្ងៃទី20រហូតដល់ថ្ងៃទី22ឧសភាកន្លងទៅមន្ត្រីប៉ូលីសរូបនេះបន្តថាការបង់ប្រាក់ទៅកាកបាទក្រហមនេះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីប៉ូលីសតូចតាចដែលមានប្រាក់ខែតិចតួចមិនសប្បាយចិត្តឡើយលោកបន្ថែមថាការដកប្រាក់ខែពួកគាត់នេះជាការគៀបសង្កត់ដែលធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលប្រចាំខែវាលុយវាចូល ATM ហ្នឹងគេឲ្យយើងលុយ 10000 ឲ្យគេផ្សេងទេណាបងបាទខ្ញុំឲ្យអស់ហើយទៅបងខាងមន្ត្រីបើនិយាយទៅគេឲ្យទាំងអស់ហើយទៅវាបាក់ណាបងបើយើងមិនឲ្យដាក់មេគេនិយាយថាអញ្ចឹងយើងមិនឲ្យវានាំទៅមានបញ្ហាទៅវាសង្គមនេះបងដឹងណាអញ្ចឹងយើងដើម្បីឲ្យទៅកុំឲ្យមានបញ្ហាអីឆ្លើយតបនឹងការចោទប្រកាន់នេះអធិការនគរបាលស្រុកភ្នំព្រឹកលោកសុងសុភ័ក្រមានប្រសាសន៍បញ្ជាក់ថាលោកពុំបានតម្រូវឲ្យមន្ត្រីប៉ូលីសក្រមអាវ៉ាតណាម្នាក់បង់ប្រាក់ទៅឲ្យកាកបាទក្រហមកម្ពុជាខេត្តដោយការលើកឡើងនោះទេទោះជាយ៉ាងនេះក្តីលោកទទួលស្គាល់ថាការបង់ប្រាក់ទៅឲ្យកាកបាទក្រហមនោះធ្វើឡើងចំពោះតែរូបលោកម្នាក់ឯងប៉ុណ្ណោះគឺពុំមានពាក់ព័ន្ធមន្ត្រីក្រមអាវ៉ាតនោះឡើយឆ្នាំនេះទេគាត់ឲ្យជួយនោះរដងដែលទេតែជួយនេះចង់យើងមានលទ្ធភាពមកយើងជួយតាមប៉ុណ្ណឹងហើយគឺខាងខ្ញុំនេះក៏មិនបានមកផ្សព្វផ្សាយដល់កូនចៅទេខ្ញុំជួយតាមលទ្ធភាពរបស់ខ្ញុំមាននេះទេទោះជាយ៉ាងនេះក្តីមន្ត្រីប៉ូលីសម្នាក់ទៀតអះអាងថារូបគេក៏បានបង់ប្រាក់ 10000 រៀលទៅឲ្យកាកបាទក្រហមខេត្តតាមរយៈថ្នាក់ដឹកនាំរបស់ខ្លួនដូចគ្នាមន្ត្រីប៉ូលីសរូបនេះបញ្ជាក់ថាពួកគេមិនសប្បាយចិត្តចំពោះការបង់ប្រាក់ម្នាក់ 10000 រៀលនេះប៉ុន្តែដោយសារជាមន្ត្រីតូចតាចនៅក្រមបញ្ជាគេមិនហ៊ានជំទាស់និងគ្មានជំរឿសការប្រជុំសូមជួយកាកបាទក្រហមតម្រូវឲ្យម្នាក់ 10000 ខ្ញុំបង់ឲ្យអស់មិនតោះពីអ្នកប្រមូលបងបាទប្រមូលទៅឲ្យចិត្តទទួលខាងលុយកាកបាទមន្ត្រីស៊ើបអង្កេតអង្គការលីកាដូខេត្តបាត់ដំបងលោកហេងសៃហុងមានប្រសាសន៍ថាការបង់ប្រាក់ម្នាក់ 10000 រៀលទៅឲ្យកាកបាទក្រហមនេះថ្មីត្បិតមានចំនួនតិចតួចក៏ពិតមែនប៉ុន្តែប្រសិនបើពុំមានការស្ម័គ្រចិត្តទេបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីប៉ូលីសធ្វើឲ្យពួកគេបាក់ទឹកចិត្តក្នុងការបំពេញការងារ
កាកបាទក្រហមកម្ពុជាបានប្រភពចំនួនធំពីសប្បុរសជននានានិងអង្គការធំៗដែលជិតស្និទ្ធគណៈបកប្រជាជនកម្ពុជាហើយការតម្រូវឲ្យមន្ត្រីរាជការបង់វិភាគទានខ្លះដកចេញពីប្រាក់ខែនេះមិនមែនតែលេចលឺពីមន្ត្រីនគរបាលទាំងនេះទេកន្លងមកក៏មានសកម្មភាពបង់លុយដកចេញពីប្រាក់ខែមន្ត្រីរាជការមួយចំនួនទៀតដែរខ្ញុំហុំចម្រើនវុទ្ធុអាស៊ីសេរីពីខេត្តបាត់ដំបងបាទពីខេត្តព្រះសីហនុតំណាងក្រុមហ៊ុនឯកជនមួយបានប្រតិកម្មតបចំពោះការចោទប្រកាន់របស់តំណាងពលរដ្ឋចំនួន118គ្រួសារដែលចោទក្រុមហ៊ុនខ្លួនថារំលោភយកដីនោះជារឿងមិនពិតក៏ប៉ុន្តែផ្ទុយទៅវិញលោកចោទថាក្រមប្រជាពលរដ្ឋឯនោះវិញទេដែលបានទៅសង់ផ្ទះរំលោភយកដីក្រុមហ៊ុនប្លង់កម្មសិទ្ធិស្របច្បាប់ទោះជាបែបនេះក្តីតំណាងពលរដ្ឋជាង100គ្រួសារនៅឃុំរៀមបានអះអាងថាពួកគេបានមកតាំងទីលំនៅលើដីនេះតាំងពីឆ្នាំ1993មកនិងមានមេឃុំរៀមទទួលស្គាល់ថែមទៀតផងពីខេត្តព្រះសីហនុសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍របស់ដែនអយុធ្យាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាស៊ីន Investment នឹងដាក់ពីបណ្ដឹងប្តឹងមេខ្យល់មួយចំនួនដែលនៅពីក្រោយការបំផុសបំផុលឲ្យប្រជាពលរដ្ឋទៅសង់ផ្ទះរំលោភយកដីក្រុមហ៊ុនខ្លួននៅស្រុកព្រៃនប់នាំឲ្យប៉ះពាល់ដល់សកម្មភាពអភិវឌ្ឍរបស់ក្រុមហ៊ុនលោកជាកំឡុងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាស៊ីន Investment បានអះអាងថាដីរបស់ក្រុមហ៊ុនគឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវស្របច្បាប់នៅឆ្នាំ1997ដែលប្រជាពលរដ្ឋនាំគ្នាទៅរស់នៅនោះលោកជាកំឡុងបន្ថែមថាក្រុមហ៊ុនខ្លួនមិនបានទៅរំលោភយកដីប្រជាពលរដ្ឋនៅឃុំរៀមដោយពលរដ្ឋមួយចំនួនចោទប្រកាន់នោះទេផ្ទុយទៅវិញគឺមានមេខ្យល់ដែលបានបំផុសបំផុលឬជួលប្រជាពលរដ្ឋឲ្យទៅសង់ផ្ទះរំលោភយកដីក្រុមហ៊ុនរបស់លោកមានទំហំប្រមាណជាង80ហិកតានៅឃុំរៀមស្រុកព្រៃនប់ទៅវិញទេលោកបន្តថាបញ្ហានេះលោកនឹងដាក់ពាក្យបណ្ដឹងប្តឹងមេខ្យល់នៅពីក្រោយការបំផុសបំផុលឲ្យប្រជាពលរដ្ឋទៅរស់នៅលើដីក្រុមហ៊ុនទៅកាន់តុលាការសាលាដំបងខេត្តព្រះសីហនុនៅថ្ងៃច័ន្ទទី25ខែឧសភាគេសួរថាមេឃុំហ្នឹងគាត់មានដីឯណាមកសញ្ញាលុកឲ្យខុសផលប៉ុណ្ណឹងគាត់ឡើងដល់600ហិកតាជន់លើដីខ្ញុំ119ហិកតាមេឃុំគាត់បានដីឯណាមកបានឡងរឿងខ្ញុំមានតាំងពីឆ្នាំ1997ប្រតិកម្មតបរបស់លោកជាកំឡុងដូចនេះធ្វើឡើងភ្លាមបន្ទាប់ពីមានប្រជាពលរដ្ឋជិត100នាក់កាលពីថ្ងៃទី23ខែឧសភាដែលអះអាងថាជាតំណាងឲ្យពលរដ្ឋជាង100គ្រួសារនៅតំបន់តាឡេះឃុំរៀមស្រុកព្រៃនប់បានប្រមូលផ្ដុំគ្នាលើបដាតវ៉ានៅពីមុខសាលាខេត្តព្រះសីហនុស្នើសុំអន្តរាគមន៍លើទំនាស់ដីធ្លីដែលពួកគាត់អះអាងថាត្រូវក្រុមហ៊ុនជាស៊ីនគំរាមរំលោភយកត្រង់ចំណុចនេះលោកជាកំឡុងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាស៊ីន Investment ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថាក្រុមប្រជាពលរដ្ឋទៅវិញទេដែលទៅសង់ផ្ទះនៅលើដីក្រុមហ៊ុនរបស់លោកចំនួនជាង80ហិកតានៅឃុំរៀមតាមការញុះញង់របស់មេខ្យល់មួយចំនួនហើយថាមានពលរដ្ឋតែ2គ្រួសារទេដែលបានទៅសង់ផ្ទះនៅលើដីក្រុមហ៊ុនខ្លួនទោះជាបែបនេះក្តីលោកសុកចន្ទរាដែលអះអាងថាជាតំណាងឲ្យពលរដ្ឋចំនួន118គ្រួសារនៅឃុំរៀមស្រុកព្រៃនប់ថ្លែងថាពួកគេនឹងមិនលះបង់ការតវ៉ាលើទំនាស់ដីធ្លីនេះទេព្រោះមានពលរដ្ឋខ្លះបានមកតាំងទីលំនៅលើដីនេះតាំងពីឆ្នាំ1993តំណាងរូបនេះបានស្នើដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុពិសេសលោកនាយរដ្ឋមន្ត្រីហ៊ុនសែនឲ្យជួយអង្កេតនិងមានវិធានការចំពោះវិវាទដីធ្លីរវាងពលរដ្ឋជាង100គ្រួសារជាមួយក្រុមហ៊ុនជាស៊ីនឲ្យបានឆាប់ទើបតែថ្មីនេះនៅក្នុងឆ្នាំ2015ថ្ងៃទីខែ1នេះមានក្រុមហ៊ុនជាកំឡុងគាត់មកថាដីនេះជាដីរបស់ខ្លួនហើយតាំងពីខ្ញុំរស់នៅមកមិនដែលបានឆ្លោះមិនដែលបានប្រកែកមិនដែលបានស្គាល់មុខគាត់ទេគឺបានស្គាល់តែខាងតំណាងរបស់ក្រុមហ៊ុនខៅឡាបតទេតែឆ្លោះមួយពួកខ្ញុំ2នាក់ហ្នឹងទាក់ទិនបញ្ហានេះមន្ត្រីសាលាខេត្តព្រះសីហនុបានស្នើដល់ប្រជាពលរដ្ឋឲ្យរៀបចំឯកសារឬក៏ដាក់ពាក្យបណ្ដឹងប្តឹងមកកាន់អាជ្ញាធរខេត្តនៅថ្ងៃច័ន្ទទី25ខែឧសភាបើពិតជាដីលំនៅឋាននិងដីកសិកម្មរបស់ខ្លួនត្រូវក្រុមហ៊ុនរំលោភមែននោះដើម្បីឲ្យអាជ្ញាធរមានវិធានការដោះស្រាយជូនភាគីទាំងពីរដោយសន្តិវិធីទាក់ទិនបញ្ហានេះលោកបួនរដ្ឋមន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តព្រះសីហនុដែលបានពិនិត្យតាមដានវិវាទដីធ្លីនេះដែរក៏បានសំណូមពរដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុត្រូវពិនិត្យដោះស្រាយចំនួនដីធ្លីរវាងពលរដ្ឋឃុំរៀមនិងក្រុមហ៊ុនលោកជាកំឡុងឲ្យមានឯករាជ្យជាងនេះលោកស្នើដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យអង្គការលីកាដូប្រចាំខេត្តព្រះសីហនុដើម្បីជួយពិនិត្យអង្កេតនិងចូលរួមដោះស្រាយមន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថានឹងចុះពិនិត្យដល់ទីតាំងកើតមានទំនាស់ដើម្បីឲ្យប្រកាសថាភាគីទំនាស់មួយណារំលោភភាគីមួយណានាសប្តាហ៍ខាងមុខតាមដែលព័ត៌មានខ្ញុំស្ដាប់បានក្នុងរយៈពេលថ្មីនេះគឺបានដឹងថាអាបាល់ខេត្តព្រះសីហនុលោកបានយល់ព្រមឆ្លៀលដីសម្រាប់ព្រៃឈើដែលជាប្រតិបត្តិរបស់រដ្ឋហ្នឹងឲ្យទៅក្រុមហ៊ុនមួយលោកក្រុមហ៊ុនជាកំឡុងបាទដែលមានទីតាំងនៅម្ដុំទន្លេសានជ័យឃុំរៀមនេះបាទហើយចំពោះដែលថាការឆ្លៀលដីនេះពាក់ព័ន្ធនឹងប្រជាពលរដ្ឋ
ជាង100គ្រួសារនេះគឺយើងខ្ញុំមិនទាន់បានចុះទៅស្រាវជ្រាវដល់ទីកន្លែងនៅឡើយទេបញ្ហានេះដែរលោកឈិតសុខុនអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី6ខែមករាឆ្នាំ2015បានចុះហត្ថលេខាឯកភាពលើសេចក្តីជូនដំណឹងមួយជម្រាបជូនលោកជាកំឡុងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yexin Investment លើសំណើសុំជ្រឿដីទំហំជាង80ហិកតានៅភូមិពូធឿងឃុំបាត់ត្រាំងស្រុកព្រៃនប់ចេញពីផែនទីគម្របព្រៃឈើឆ្នាំ2002គឺរដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍ក្នុងការកាប់ជ្រឿដីទំហំជាង67ហិកតាចេញពីផែនទីគម្របព្រៃឈើឆ្នាំ2002នៅឃុំបាត់ត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុប៉ុន្តែទន្ទឹមគ្នានេះក្នុងករណីមានតតេយ្យជនមកធ្វើការតវ៉ាឬទាមទារពាក់ព័ន្ធជាមួយដីធ្លីដែលបានផ្ដល់ជូននេះលោកជាកំឡុងត្រូវបន្តដោះស្រាយតាមផ្លូវច្បាប់លោកឈិតសុខុនបានបញ្ជាក់បន្ថែមក្នុងសេចក្តីជូនដំណឹងដដែលដោយតម្រូវឲ្យលោកជាកំឡុងត្រូវអនុវត្តទៅតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះដោយការទទួលខុសត្រូវខ្ពស់ដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុពីខេត្តព្រៃវែងអាជ្ញាធរស្រុកមេសាងសន្យាថានឹងផ្ដល់សំណងស្ដីពីផលប៉ះពាល់ជូនដល់ពលរដ្ឋទាក់ទងការជីកប្រឡាយទឹកជាគម្រោងអភិវឌ្ឍរបស់ក្រសួងធនធានទឹកនិងឧតុនិយមចំណែកតំណាងពលរដ្ឋចង់ឲ្យរដ្ឋាភិបាលផ្ដល់សំណងតាមតម្លៃទីផ្សារអ្នកភូមិចាត់ទុកថាការផ្ដល់សំណងរបស់រដ្ឋាភិបាលជាគោលនយោបាយមានតម្លៃទាបលោកម៉ែនសុធីរាយការណ៍អំពីរឿងនេះពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងជីកប្រឡាយរបស់ក្រសួងធនធានទឹកជាង100គ្រួសារទាមទារឲ្យរដ្ឋាភិបាលផ្ដល់សំណងជាមុនសិនមុនចាប់ផ្ដើមជីកប្រឡាយទឹកការទាមទារនេះធ្វើឡើងស្របពេលដែលអ្នកភូមិនៅតែមានមន្ទិលនៅឡើយចំពោះសំណងនៅមិនទាន់មានលិខិតជាក់លាក់ដែលអាចឲ្យអ្នកភូមិជឿទុកចិត្តបានតំណាងអ្នកភូមិរស់នៅភូមិពោតាមុំឃុំស្វាយជ្រុំគឺលោកប៉ូសមុទ្រលោករៀបរាប់ថាអ្នកភូមិទាមទារឲ្យអាជ្ញាធរសរសេរលិខិតស្ដីពីសំណងទូទាត់ពីផលប៉ះពាល់មានកំណត់តម្លៃទាំងក្នុងអាងនិងក្រៅផ្ទៃអាងលោកថាអ្នកភូមិប្រកាន់ជំហរតវ៉ាបើការអភិវឌ្ឍប៉ះពាល់ដីស្រែពលរដ្ឋមិនផ្ដល់សំណងដោយការគ្រោងទុកប៉ុន្តែមើលទៅដូចតាំងតែងពេកជាមួយប្រជាពលរដ្ឋហើយនឹងអាជ្ញាធរហ្នឹងមិនអាជ្ញាធរទេនឹងដីអ្នកគាត់មកចុះបោះវែងដូចថាលោកពូសមុទ្រណាលោកប៉ូសមុទ្រឲ្យដឹងទៀតថានៅព្រឹកថ្ងៃទី24ឧសភាតំណាងក្រុមប្រឹក្សាឃុំជីផុចលោកច័ន្ទអឿនអះអាងថាអាជ្ញាធរនឹងផ្ដល់សំណងតាមគោលនយោបាយរដ្ឋាភិបាលទាំងក្នុងផ្ទៃអាងនិងក្រៅផ្ទៃអាង1ម៉ែត្រការ៉េ 2000 រៀលឆ្លើយតបបញ្ហានេះមេឃុំជីផុចលោកព្រំខឿនថ្លែងថាគម្រោងជីកប្រឡាយនេះធ្វើឡើងតាមព្រៃចាស់ប៉ុណ្ណោះហើយនេះអាចប៉ះពាល់តិចតួចទៅលើដីស្រែពលរដ្ឋលោកថាគម្រោងនេះចាប់ផ្ដើមអនុវត្តដោយពង្រីកព្រៃចាស់ចម្ងាយ15ម៉ែត្រថែមទាំងពង្រីកកម្ពស់សងខាងព្រែកប្រហែល2ម៉ែត្រដើម្បីការពារទឹកលិចស្រូវអ្នកភូមិនៅរដូវវស្សាបាទមិនមែនយើងបែងចែកដីនឹងទៅជាកម្មសិទ្ធិទេហើយដីដែលប្រជាពលរដ្ឋគាត់ធ្វើផលិតដែលរដ្ឋបានបែងចែកហ្នឹងអាហ្នឹងគឺសំណងសងអាងពោតាមុំមានកម្ពស់ជាង20ម៉ែត្រដែលមានព្រែកព័ទ្ធជុំវិញអាងនេះបច្ចុប្បន្នស្ទើរក្លាយជាស្រែទាំងស្រុងចំណែកអ្នកភូមិធ្វើស្រែតាំងពីឆ្នាំ1979អាងនេះមានក្រវ៉ាត់ព័ទ្ធជុំវិញកម្ពស់ប្រមាណ2ម៉ែត្រទំហំ6ម៉ែត្រក្រវ៉ាត់នេះកសាងតាំងពីសម័យកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមលើសពីនេះទៀតក្រុមហ៊ុនចិនទទួលបន្ទុកជីកបន្លាយចាប់ផ្ដើមអនុវត្តអស់រយៈពេលជាង1ខែមកហើយក្នុងនោះមានពលរដ្ឋរងផលប៉ះពាល់ដែលបានជីករួចរាល់នៅមិនទាន់បានសំណងទេទោះយ៉ាងណាមេឃុំនិងអភិបាលស្រុកបកស្រាយផ្ទុយគ្នាស្ដីពីសំណងក្នុងផ្ទៃអាងពោតាមុំហើយអភិបាលស្រុកមេសាងលោកញឹកសុផុនចាត់ទុកថាផ្ទៃអាងពោតាមុំគឺជាដីសាធារណៈរបស់រដ្ឋហេតុនេះអាជ្ញាធរមិនអាចផ្ដល់ជាសំណងឡើយចំណែកការទាមទាររបស់ពលរដ្ឋត្រឹមត្រូវតាមច្បាប់ទើបអាចផ្ដល់សំណងតាមគោលនយោបាយរបស់រដ្ឋាភិបាលតាមការពិតវាមិនមានសងសំណងទេដីក្នុងអាងក្នុងអីហ្នឹងអាហ្នឹងវាមានតែដីស្រែប្រជាពលរដ្ឋទេបានជាសងព្រោះអាក្នុងអាងនេះមិនមានចែកឲ្យពលរដ្ឋទេទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលស្នើឲ្យអាជ្ញាធរវាស់វែងដីប៉ះពាល់និងដោះស្រាយសំណងដែលមានការចូលរួមដោយតំណាងពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលក្នុងករណីនេះមន្ត្រីសម្បល់សម្រួលសមាគមអាត60ខេត្តព្រៃវែងអ្នកស្រីអៀងកំលីអំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់សំណងទៅតាមតម្លៃទីផ្សារស្របតាមច្បាប់ភូមិបាលជាងនេះទៅទៀតអ្នកភូមិនៅតែបារម្ភខ្លាចអាជ្ញាធរមិនផ្ដល់សំណងនៅពេលដែលគម្រោងនេះអនុវត្តរួចជាក់ស្ដែងគម្រោងនេះបានអនុវត្តនៅឃុំស្វាយជ្រុំបានមួយចំនួនមកហើយដោយអ្នកភូមិនៅមិនទាន់ទទួលបានសំណងគាត់តែចង់បានថាបើសិនជាអាចជាបានប៉ះលើដីប្រជាពលរដ្ឋគួរតែជាទៅព្រោះប្រជាពលរដ្ឋនៅម្ដុំហ្នឹងគាត់មានដីម្នាក់មានមិនច្រើនទេបើអាចបានគួរតែសងសំណងតាមតម្លៃទីផ្សារយើងដោយផ្អែកលើគោលការណ៍ច្បាប់ផងកាលពីព្រឹកថ្ងៃទី22ឧសភាពលរដ្ឋជាង100គ្រួសារបានលើកគ្នាតវ៉ានិងហាមឃាត់សកម្មភាពវាស់វែងកំណត់ទីតាំងជីកបន្លាយទឹកក្នុងតំបន់អាងពោតាមុំពលរដ្ឋអះអាងថាអ្នកភូមិដែលប៉ះពាល់ខាងក្នុងផ្ទៃអាងមានចំនួនជាង100គ្រួសារនិងខាងក្រៅផ្ទៃអាងជាង100គ្រួសារ
អភិបាលស្រុកមេសាងអះអាងថាគម្រោងរបស់រដ្ឋាភិបាលធ្វើឡើងជាប្រព័ន្ធជាមួយទន្លេវ៉ៃកូភ្ជាប់ប្រភពទឹកសំខាន់នៃទន្លេមេគង្គតភ្ជាប់ពីខេត្តត្បូងឃ្មុំខេត្តស្វាយរៀងនិងខេត្តព្រៃវែងគោលបំណងផ្គត់ផ្គង់ទឹកធ្វើកសិកម្មដល់កសិករទាំងរដូវវស្សានិងរដូវប្រាំងខ្ញុំម៉ែនសុធីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីរដ្ឋាភិបាលសហគមន៍និងអង្គការមិនមែនរដ្ឋាភិបាលគ្រោងជួបគ្នានៅថ្ងៃទី26ខែឧសភានេះដើម្បីស្វែងរកដំណោះស្រាយចំពោះករណីកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់លិខិតរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលផ្ញើជូនអ្នកសារព័ត៌មានបង្ហាញថាការជួបគ្នានៅថ្ងៃទី26ឧសភាដែលមានអង្គការមិនមែនរដ្ឋាភិបាលក្រមការងារព្រៃឡង់និងបណ្ដាញជនជាតិដើមភាគតិចនិងព្រៃឈើនិងបង្ហាញពីក្តីបារម្ភសំខាន់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់ក្នុងនោះគឺបង្ហាញពីសារៈសំខាន់របស់ព្រៃឈើចំពោះជីវភាពប្រជាសហគមន៍អនុក្រឹត្យស្តីពីការបង្កើតតំបន់ព្រៃការពារនិងអភិរក្សចម្រុះព្រៃឡង់ផលប្រយោជន៍និងបញ្ហាប្រឈមនៃផ្ដាល់ដីសម្បត្តិព្រមទាំងយន្តការនិងការត្រួតពិនិត្យវាយតម្លៃលើក្រុមហ៊ុនសម្បត្តិដីសេដ្ឋកិច្ចនានាស្ថាប័នក្នុងកិច្ចប្រជុំនៅថ្ងៃទី26ឧសភានេះក៏នឹងរួមគ្នាស្វែងរកយុទ្ធសាស្ត្រផ្សេងៗក្នុងកិច្ចការពារព្រៃឡង់និងដើម្បីជំរុញរដ្ឋាភិបាលធ្វើឲ្យមានគណនេយ្យភាពចំពោះការកាប់បំផ្លាញឈើខុសច្បាប់នៅតំបន់ព្រៃឡង់នេះចាលោកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីយុវជនកម្ពុជាត្អូញត្អែថាពួកគេជួបឧបសគ្គច្រើនក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋសកម្មក្នុងដំណើរការអភិវឌ្ឍសង្គមលទ្ធិប្រជាធិបតេយ្យតើពួកគេត្រូវការអ្វីខ្លះដើម្បីចូលរួមស្ថាបនាសង្គមចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះពិស្ដាបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃអាស៊ីសេរីបាទលោកនាងជាទីមេត្រីក្រុមយុវជនប្រមាណជាង300នាក់មកពីសាកលវិទ្យាល័យនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងបានចូលរួមពិភាក្សាស្វែងយល់អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្នុងកិច្ចពិភាក្សានេះក្រុមយុវជនក៏បង្ហាញពីក្តីកង្វល់ជុំវិញការរឹតបន្តឹងសិទ្ធិសេរីភាពព្រមទាំងផលវិបាកផ្សេងដែលមានចែងក្នុងសេចក្តីព្រាងច្បាប់មួយនេះលោកសេកបណ្ឌិតមានសេចក្តីរាយការណ៍សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានយុវជននិងមន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថាមិនមានតម្លាភាពនិងមានការរឹតបន្តឹងសិទ្ធិសេរីភាពការរិះគន់នេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់សភាយុវជនត្រាប់លើកទី5កោមប្រធានបទសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃទី24ឧសភាប្រធានគណៈកម្មាធិការច្បាប់នៃសភាយុវជនលោកហេងកឹមហុងបង្ហាញថាការបង្កើតច្បាប់ឲ្យមានការគ្រប់គ្រងអង្គការសង្គមស៊ីវិលនេះធ្វើឡើងគ្រាន់តែចង់បង្ហាញពីឥទ្ធិពលនៃគណៈបកកាន់អំណាចនៅក្នុងសង្គមប៉ុណ្ណោះលោកថាដើម្បីកុំឲ្យមានការរិះគន់ទាល់តែរដ្ឋាភិបាលគោរពតាមរដ្ឋធម្មនុញ្ញនិងបើកឲ្យទូលាយដល់មហាជនសង្គមស៊ីវិលឲ្យបានចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់មួយនេះឲ្យបានទូលំទូលាយអញ្ចឹងប្រហែលជាយុវជនទាំងអស់ហ្នឹងគាត់នឹងព្យាយាមជជែកពិភាក្សាដេញដោលជាមួយក្រុមគណៈកម្មការហើយខ្ញុំជាប្រធានគណៈកម្មការក៏កំពុងតែធ្វើការសិក្សាខ្លួនឯងផ្ទាល់បន្ថែមថាតើយើងមានតល័យកឲ្យខ្លះដើម្បីមកជជែកនិងបញ្យល់ពួកគាត់ទៅលើមាត្រា15លោកហេងកំហុងបន្ថែមថាសង្គមប្រជាធិបតេយ្យការចេញច្បាប់គឺត្រូវធ្វើឡើងដោយបើកចំហនិងមានវេទិកាសាធារណៈដើម្បីស្ដាប់មតិរបស់ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលនៅក្នុងសិក្ខាសាលាទាំងមូលយុវជនទាំងអស់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទស្ដីពីសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលម្នាក់មានសិភៅមានប៊ិចនិងត្រៀមសំណួររួចជាស្រេចដើម្បីជជែកនិងលើកឡើងនៅចំណុចអវិជ្ជមាននៃមាត្រាមួយចំនួននៃច្បាប់នេះក្រុមសភាយុវជនត្រាប់នេះមានយុវជន3នាក់តាំងខ្លួនជាប្រធានសភាអនុប្រធានទី1និងអនុប្រធានទី2នៃរដ្ឋសភានិងមានគណៈកម្មការត្រួតពិនិត្យច្បាប់ទិដ្ឋភាពទាំងមូលនៃសភាយុវជនត្រាប់នេះគឺមិនសូវខុសគ្នាប៉ុន្មានពីទិដ្ឋភាពសភាមែនទែននោះឡើយនិស្សិតឆ្នាំទី1ផ្នែកច្បាប់និងជាប្រធានសភាយុវជនកញ្ញាថោមមូលីកាអះអាងថាច្បាប់ស្ដីពីការគ្រប់គ្រងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគួរតែត្រូវបានពិនិត្យកែសម្រួលឡើងវិញឬក៏ដកចេញតែម្ដងចំពោះមាត្រាមួយចំនួនដូចជាមាត្រា5មាត្រា15និងមាត្រាទី17ជាដើម
ពីព្រោះមេត្រាទាំងនេះកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលមិនច្បាស់លាស់នៅឡើយបើអាចកែមេត្រានឹងឡើងវិញថាបើកសិទ្ធិសេរីភាពឲ្យធ្វើគឺបើកឲ្យចំតែហ្មងកុំឲ្យចែងនៅក្នុងមេត្រាថាអញ្ចេះតែបែរពីខ្ទាស់គេមិនឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតឲ្យពេញលេញបែរថាខ្ញុំចង់បញ្ជាក់ថាយើងមានសិទ្ធិបង្កើតប្រមូលផ្ដុំជាក្រុមបង្កើតតែមិនមានសិទ្ធិពេញលេញក្នុងផ្លូវច្បាប់ក្នុងការឲ្យមានអង្គការនឹងកើតឡើងយ៉ាងណាក៏ដោយកញ្ញាថោមមូលិកាលើកឡើងថាច្បាប់នេះផ្នែកខ្លះក៏អាចជួយរួមចំណែកបង្កើនសក្តានុពលការងាររបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលគ្មានភាពច្បាស់លាស់និងគ្មានទស្សនៈត្រឹមត្រូវសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានតាក់តែងដោយក្រសួងមហាផ្ទៃអ្នកនាំពាក្យនៃស្ថាប័ននេះលោកខៀវសុភ័ក្របញ្ជាក់ថាច្បាប់នេះបច្ចុប្បន្នត្រូវបានបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយទាក់ទងនឹងសំណើរបស់ក្រមសភាយុវជននៅពេលនេះមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយពីគណៈរដ្ឋមន្ត្រីនាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីអភិវឌ្ឍជាតិលោកសេងរិទ្ធីលោកមានប្រសាសន៍ថាក្រមសង្គមស៊ីវិលធ្លាប់បានធ្វើយុទ្ធនាការសូមឲ្យរដ្ឋាភិបាលផ្អាកឬបញ្ឈប់ធ្វើច្បាប់នេះជាច្រើនលើកមកហើយពីព្រោះមេត្រាមួយចំនួនមិនបង្ហាញពីតម្លាភាពខ្លឹមសារអត់ច្បាស់លាស់ជានយោបាយរឹតបន្តឹងនៅសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលឲ្យពួកគេពិបាកធ្វើការងារអញ្ចឹងយើងចង់ឲ្យមុននឹងច្បាប់នេះចេញយើងសូមឲ្យមានការពិគ្រោះយោបល់ដើម្បីផ្ដល់ទៅលើអនុសាសន៍ទៅលើមេត្រាធំដែលមេត្រាមួយចំនួនដែលកំពុងតែវាផ្ទឹងផ្ទះគ្នាណាដែលមិនមានភាពច្បាស់លាស់ហើយវាធ្វើឲ្យអាចខាតប្រយោជន៍លោកបន្តថាទោះយ៉ាងណាច្បាប់នេះដំណើរការទៅយឺតឬក៏លឿនល្អឬអាក្រក់សម្រាប់អង្គការសង្គមស៊ីវិលនោះគឺអាស្រ័យទៅលើឆន្ទៈរបស់អ្នកនយោបាយជាពិសេសរបស់អ្នកតំណាងរាស្ត្រពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនការពិភាក្សាថ្មីនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្យល់លើការអនុម័តសេចក្តីព្រាងច្បាប់មួយនេះបើទោះបីជាមានការរិះគន់យ៉ាងណាពីក្រុមអង្គការសង្គមស៊ីវិលឬបច្ចុប្បន្នផ្សេងបែបណាក្តីខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីតំណាងនឹងពលរដ្ឋមួយចំនួននៅឃុំខ្នាឆ្មាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងមានប្រតិកម្មតបទៅនឹងក្រុមហ៊ុនដែលមិនស្គាល់ឈ្មោះមួយដែលនាំកម្លាំងកម្មករពី40ទៅ70នាក់ដើម្បីកាប់បំផ្លាញព្រៃសហគមន៍ដីឡូដែលស្ថិតនៅភូមិត្រដក់ពងចាប់ពីថ្ងៃទី23ខែឧសភានោះមកអាជ្ញាធរភូមិរហូតដល់ស្រុកសុទ្ធតែអះអាងថាមិនស្គាល់ក្រុមហ៊ុននេះច្បាស់តែថានឹងជួបប្រជុំដោះស្រាយជាមួយប្រជាពលរដ្ឋនិងតំណាងក្រុមហ៊ុននៅដើមសប្តាហ៍ទី5នៃខែឧសភានេះសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកចិនជេថាពីខេត្តកំពង់ឆ្នាំងប្រជាពលរដ្ឋចំនួន4ភូមិនៃឃុំខ្នាឆ្មាគ្រងប្រមូលគ្នាជាង200នាក់ទៅជួបអាជ្ញាធរភូមិឃុំឬស្រុកនៅថ្ងៃទី26ខែឧសភាក្នុងបរិវេណវត្តខ្នាកណ្ដាលដើម្បីសួរនាំរឿងទិញលក់ដីព្រៃសហគមន៍ទំហំ72ហិកតាក្រុមពលរដ្ឋអះអាងថាពួកគាត់ធ្លាប់ប្រតិកម្មរឿងនេះជាច្រើនដងមកហើយប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនសូវអើពើដោះស្រាយជូនពួកគាត់ប្រជាពលរដ្ឋម្នាក់រស់នៅភូមិត្រដក់ពងលោកគង់សុគន្ធមានប្រសាសន៍នៅថ្ងៃទី24ខែឧសភាថាដីព្រៃគីឡូដែលអ្នកភូមិចំនួន4នៃឃុំខ្នាឆ្មាធ្លាប់អាស្រ័យផលដូចជារកអស់បោចវត្តនិងមើលគោក្របីត្រូវឈ្មួញរំលោភយកតាំងពីឆ្នាំ2013ក្រុមឈ្មួញបានប្រើរូបភាពចែកលុយដល់ពលរដ្ឋដែលគ្រប់គ្រងដីសហគមន៍ផ្ទាល់ជាង300គ្រួសារដោយក្នុងមួយគ្រួសារទទួលបានលុយ$200លោកបញ្ជាក់ថាលុះមកដល់ថ្ងៃទី23ខែឧសភាមេការក្រុមហ៊ុនលោកកុលសារឿននិងបកពួក2នាក់ទៀតបានដឹកនាំមនុស្សជាង40នាក់ចូលទៅកាប់ព្រៃសហគមន៍ត្រង់ចំណុចទំនប់ស្រែជ្រៅហើយនៅថ្ងៃទី24ខែឧសភាបានបន្ថែមកម្លាំងប្រហែល70នាក់ចូលទៅកាប់ទៀតជាបរដ្ឋបានដាក់រែងពាក្យតវ៉ាច្រើនលើកចន្ទសាដែរប៉ុន្តែគាត់ថាអាជ្ញាធរគាត់ថាគាត់ដឹងទោះបីសិលមិនគេដែរខ្ញុំបានជួបមួយបន្ទុកទី1ខាងគណៈបព្វគុជដែរគាត់ខលទៅមីឃុំខលសុំមីឃុំជួបលោកទាកុំមីឃុំខ្នាឆ្មាគាត់ថាគាត់ដឹងទេបើសិនជាលោកចង់ទៅស៊ូខ្លួនឯងទៅវត្ថុអាស៊ីសេរីមិនអាចស្វែងរកប្រភពតាក់ទងអ្នកគួចជេរដីឈ្មោះកុលសារឿនកែវមករានិងឈ្មោះទឹមសម្បត្តិដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ពលរដ្ឋនេះបានទេនៅថ្ងៃទី24ខែឧសភាប៉ុន្តែមេភូមិត្រដក់ពងលោកអង្គស៊ីណុនថ្លែងបែបមាំថាក្នុងចំណោមពលរដ្ឋក្នុងភូមិរបស់លោកចំនួន358គ្រួសារបានទទួលលុយពីឈ្មួញចំនួន338គ្រួសារហើយប៉ុន្តែលោកមិនទាន់ហ៊ានសញ្ញេលើកិច្ចសន្យាទិញលក់ដីនោះទេដោយលោកបារម្ភខ្លាចពលរដ្ឋប្តូរចិត្តលែងចង់លក់ត្រូវយកលុយឲ្យគេវិញ
ចំណែកអភិបាលស្រុកសាមគ្គីមានជ័យលោកវ៉ុនស៊ីផាឲ្យដឹងថាផ្ទៃដីទំហំ72ហិកតាដែលកំពុងមានបញ្ហានេះគឺពុំមានភាពច្បាស់លាស់លើការគ្រប់គ្រងដោយគ្មានលិខិតស្នាមណាមួយបញ្ជាក់អំពីម្ចាស់កម្មសិទ្ធិប៉ុន្តែកន្លងទៅរដ្ឋបាលព្រៃឈើបានចុះពិនិត្យនិងកំណត់ថាដីនេះមិនមែនជាដីគម្របព្រៃឈើនោះទេហើយស្ថិតនៅក្នុងដែនដីរដ្ឋបាលរបស់អ្នកភូមិត្រដក់ពងនៃឃុំខ្នាឆ្មាខ្ញុំស្ដាប់បញ្ហាសិនព្រោះយើងទៅអមណាគុំគ្រូនេះខ្ញុំក៏ដែរឥឡូវកំពុងឲ្យឃុំមកមើលព័ត៌មានហើយថ្ងៃអង្គារខ្ញុំឲ្យឃុំធ្វើការឆ្លើយបំភ្លឺពីបញ្ហាដីហ្នឹងយ៉ាងណាក្រមពលរដ្ឋចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យពីភាពមិនប្រក្រតីនេះហើយរក្សាទុកដីព្រៃគីឡូឲ្យអ្នកភូមិប្រើប្រាស់បន្តនិងចាប់ផ្ដើមដាំកូនឈើឡើងវិញរហូតមកដល់បច្ចុប្បន្នត្បិតដីនេះមិនទាន់មានលិខិតស្នាមទទួលស្គាល់ជាដីព្រៃសហគមន៍ពីស្ថាប័នណាមួយប៉ុន្តែអ្នកភូមិជាច្រើនធ្លាប់អាស្រ័យផលពីព្រៃឈើនេះតាំងពីដូនតាមកខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងបាទលោកអ្នកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបជូនដោយខ្ញុំបាទជួនច័ន្ទបុត្រសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ព័ត៌មានដទៃទៀតរបស់វិទ្យុអាស៊ីសេរីដែលមានជាលំដាប់លំដោយដូចតទៅនេះចាលោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍មួយចំនួនទៀតស្ដីអំពីយុវជនជួបឧបសគ្គច្រើនក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋសកម្មអ្នកវិភាគថាការផ្ដល់យោបល់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមិនមែនជាការលូកដៃចូលទៅក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជាទេចាហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺព័ត៌មានបញ្ចប់ចាសូមអញ្ជើញលោកនាងកញ្ញាតាមដានស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដាយុវជនកម្ពុជាត្អូញត្អែថាពួកគេជួបឧបសគ្គច្រើនក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋសកម្មក្នុងដំណើរការអភិវឌ្ឍសង្គមប្រជាធិបតេយ្យថ្លែងនៅក្នុងវេទិកាយុវជនស្ដីពីការយល់ដឹងពីសកលលោកនិងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្មនៅថ្ងៃទី24ខែឧសភាតំណាងអង្គការសង្គមស៊ីវិលមើលឃើញថាបច្ចុប្បន្ននេះយុវជនកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមស្វែងយល់និងវិភាគពីបញ្ហាសង្គមដែលមានសារៈសំខាន់ជួយជំរុញបង្កើនការយល់ដឹងអំពីការវិវត្តរបស់កម្ពុជានិងសកលលោកចាលោកថាកត្យារាយការណ៍ព័ត៌មាននេះពលរដ្ឋសកម្មគឺជាពលរដ្ឋដែលយកពេលវេលានិងកម្លាំងកាយចិត្តរបស់ពួកគេចូលរួមក្នុងកិច្ចការសង្គមប្រជាធិបតេយ្យដែលប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិនិងសេរីភាពដើម្បីចូលរួមការអភិវឌ្ឍនោះយ៉ាងណាក៏ដោយយុវជនកម្ពុជាអះអាងថាការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ពួកគេដើម្បីឲ្យក្លាយជាពលរដ្ឋសកម្មនៅតែជួបឧបសគ្គច្រើនឧបសគ្គនោះគឺនៅពេលដែលធ្វើយុទ្ធនាការផ្សេងៗដើម្បីការពារបរិស្ថានការពារដីធ្លីនិងទាមទារឲ្យមានការគោរពសិទ្ធិមនុស្សជាដើមត្រូវបានរារាំងពីសំណាក់អាជ្ញាធរពេលខ្លះរហូតផ្ទុះអំពើហិង្សាដាក់គ្នាទៀតផងក្នុងវេទិកាយុវជនស្ដីពីការយល់ដឹងពីសកលលោកនិងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្មដែលបានប្រារព្ធឡើងដោយអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនហៅកាត់ថា YODP នៅមហោស្រពចេនឡានៅថ្ងៃទី24ឧសភាយុវជនហេងប៊ុនណាពាក់វ៉ែនតាសម្បុរសនិយាយថានៅក្នុងសង្គមកម្ពុជាមានបញ្ហាច្រើនស្ទើររាប់មិនអស់ដូចជាការរំលោភសិទ្ធិមនុស្សការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិរីឯអំពើពុករលួយដោះស្នឹមនៅតែមិនអាចលុបបំបាត់បានបញ្ហាអន្តោប្រវេសន៍រដ្ឋាភិបាលមិនអើពើដោះស្រាយប៉ុន្តែបញ្ហាទាំងនេះជាកត្តាលិកដែលជំរុញទឹកចិត្តយុវជនចេញមកតវ៉ាយ៉ាងខ្លាំងក្លាបើទោះបីជាមានឧបសគ្គរារាំងក៏ដោយចោះការរាំងស្ទះហ្នឹងបើសិនបើសកម្មភាពមួយប្រកាសជាមានការរាំងស្ទះពីខាងមានន័យថាពីខាងឃុំឬក៏ដែនសមត្ថកិច្ចអាជ្ញាធរសមត្ថកិច្ចឲ្យមួយចំនួនធ្វើការរារាំងប៉ុន្តែដោយសារតែយើងមានហេតុផលត្រឹមត្រូវមានន័យថាយើងធ្វើមិនមែនជាប្រយោជន៍យើងអត់ចោលប្រយោជន៍យើងតែម្ដងយើងធ្វើនេះដើម្បីប្រយោជន៍ប្រជាពលរដ្ឋនៅកន្លែងហ្នឹងផ្ទាល់អញ្ចឹងយើងបានបញ្យល់ណែនាំគាត់ច្រើនអញ្ចឹងវាមិនមានអីជាបញ្ហានៅក្នុងវេទិកាយុវជននេះក៏មានការសម្ដែងរឿងខ្លីរបស់ក្រុមយុវជនក្រមចំណងជើងថាគុំសកម្មខុសរឿងសាច់រឿងនេះមានអត្ថន័យអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀនគ្រឿងស្រវឹងនិងអំពើអបាយមុខផ្សេងបន្ថែមពីនេះ
ចង់ដាស់តឿនឲ្យយុវជនទាំងអស់យកពេលវេលាខ្លះដើម្បីចូលរួមកិច្ចការសង្គមសកម្មភាពអញក៏ងើបព្រឹកឡើងបើធ្វើសឹកចិត្តឡើងនឹងឆែនឹងស្អាតពីយកចូលទៅសកម្មមកយ៉ាងសកម្មណានៅក្នុងវេទិកាយុវជននេះដែរមានការចូលរួមពីយុវជនប្រហែល800នាក់ភាគច្រើនសុទ្ធតែអះអាងថាថ្មីនេះពួកគេបានលងស្នេហ៍តំបន់ព្រៃក្រាស់អារ៉ែងហើយបានបដិញ្ញាការពារតំបន់ព្រៃឈើមួយនេះឲ្យបានសម្រេចមិនព្រមឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅទីនោះទេការប្រកាសបដិញ្ញាចិត្តការពារតំបន់អារ៉ែងនេះនៅក្រោយពេលរដ្ឋាភិបាលបានបណ្ដេញសកម្មជនបរទេសមួយរូបដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារតំបន់អារ៉ែងគឺលោកអាលិចយុវនិស្សិតស្រីសភ័ណ្ឌមកពីសាកលវិទ្យាល័យពុទ្ធិសាសន៍បានចូលរួមសកម្មភាពសង្គមជាច្រើនជាពិសេសធ្លាប់បានទៅព្រៃឡង់ទៀតផងសភ័ណ្ឌបន្តថានៅកម្ពុជាមិនទាន់បើកទូលាយឲ្យយុវជនចូលរួមឈឺឆ្អាលពីបញ្ហាសង្គមនៅឡើយទេយុវជនជាច្រើនគាត់ចាប់ផ្ដើមនិយាយបរាឲ្យតវ៉ាបរាប៉ុន្តែអ្វីដែលខ្ញុំថាអត់បើកទលាដោយសារតែឃើញគេបង្ក្រាបឬក៏ឃើញគេរបៀបដូចជាបាញ់សម្លាប់អីអញ្ចឹងអាហ្នឹងគឺជាការដែលបំផាក់ទឹកចិត្តរបស់គាត់មួយក្នុងការចូលរួមនៅសកម្មភាពអញ្ចឹងចាប៉ុន្តែខ្ញុំគិតថាបើសិនជាយើងធ្វើឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋក្របខ័ណ្ឌច្បាប់អាហ្នឹងអត់អីទេខ្ញុំគិតថាខ្ញុំអាចទាមទារបានដូចជាអ្នកមីងពងឈៀវហ្គិចគាត់បាននិយាយថាបើសិនជាយើងទាមទារស្ថិតនៅក្រោមច្បាប់ហើយយើងប្រើពាក្យសម្ដីសមរម្យហើយនិយាយថាយើងអត់ប្រើអំពើហិង្សាឬក៏ជេរបន្តិចប្រសាគេអាហ្នឹងខ្ញុំគិតថាអាចមានប្រសិទ្ធភាពពេលក្រោយទាក់ទងនឹងបញ្ហានេះនាយកអង្គការសកម្មភាពប្រជាពលរដ្ឋដើម្បីការផ្លាស់ប្ដូរលោកស្រី Origen បានលើកទឹកចិត្តឲ្យយុវជនកម្ពុជាអានឲ្យបានច្រើនអំពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដើម្បីតស៊ូមតិឬពន្យល់ដល់អាជ្ញាធរដែលហាមឃាត់ទាំងទទឹងទិសមិនស្គាល់ច្បាប់ទម្លាប់ទន្ទឹមគ្នានេះដែរអ្នកស្រីពងជីវហ្គិចប្រធានសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថាក្រោយកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ1991នោះកម្ពុជានៅតែមិនទាន់មានសេរីភាពពេញលេញនៅឡើយទេរហូតមកដល់ពេលនេះការតវ៉ាទាមទារនៅតែរងការបង្ក្រាបពីសមត្ថកិច្ចទោះបីជាបែបនេះក្តីអ្នកស្រីនៅតែជំរុញឲ្យបន្តសកម្មភាពតវ៉ាទាមទារប៉ុន្តែត្រូវប្រកាន់យកធម៌អហិង្សាជាពលរដ្ឋទាមទារច្រើនពេកមានការបង្ក្រាបអានេះនៅមិនទាន់មានសេរីភាពគ្រប់គ្រាន់ដូច្នេះយើងត្រូវតែខំប្រឹងប្រែងកុំដាក់ដៃចុះនៅតែតវ៉ាទៀតបន្តវ៉ាដោយអហិង្សាកុំប្រើប្រាស់អាវុធកុំប្រើប្រាស់អំពើហិង្សាចោលដុំថ្មចោលអីទៅអសោះហើយពាក្យសម្ដីក៏ត្រូវប្រើពាក្យសម្ដីថ្លៃថ្នូរគួរសមដូច្នេះបើយើងធ្វើការតវ៉ាដោយអហិង្សាដោយសន្តិវិធីអញ្ចឹងមិនត្រូវបង្ក្រាបនៅកម្ពុជាមិនចាំបាច់តវ៉ាអ្វីទេគ្រាន់តែអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនរៀបចំវេទិកាយុវជននេះក៏មានការរករឿងពីអាជ្ញាធរដែរហើយពិបាកណាស់ក្នុងការស្វែងរកទីតាំងជួលកន្លែងឬសាលសម្រាប់បើកកម្មវិធីអប់រំនិងផ្តល់ចំណេះដឹងដល់យុវជននាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនលោកជាងសុខារៀបរាប់អំពីបញ្ហាលំបាករបស់លោកនៅពេលរៀបចំកម្មវិធីម្ដងគឺត្រូវយកប្រធានបទទៅជជែកជាមួយអាជ្ញាធរថាតើវាមានផលប៉ះពាល់ដល់សហគមន៍ឬសង្គមជាតិឬទេជាក់ស្ដែងដូចជាថ្មីនេះយើងរៀបចំការជួបជុំយុវជនជាមួយនឹងប្រជាពលរដ្ឋនៅក្នុងសហគមន៍នៅខេត្តកណ្ដាលពាក់ព័ន្ធជាមួយនឹងការជជែកពីរឿងប្រវត្តិសាស្ត្រទេបាទពេលហ្នឹងហើយដែលធ្វើឲ្យយុវជនរបស់យើងក្រុមយុវជនរបស់យើងដែលទៅរៀបចំហ្នឹងមានភាពតានតឹងជាមួយអាជ្ញាធរដែរព្រោះគាត់មិនអនុញ្ញាតឲ្យធ្វើទេដរាបណាមានភ្លើងខៀវពីថ្នាក់ខេត្តយុវជនមួយចំនួនហាក់មិនសូវខ្វាយខ្វល់ពីបញ្ហាសង្គមឡើយដោយគិតថាពួកគេសូម្បីតែជីវិតមិនទាន់រៀបចំឲ្យបានរឹងមាំផងថាតើពួកគាត់ចូលរួមធ្វើឲ្យប្រសើរឡើងនៅស្ថានភាពសង្គមយ៉ាងណានៃវិភាគលើកឡើងថាយុវជនគឺជាតួអង្គឬជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រទេសជាតិប្រទេសមួយអាចមានជោគវាសនាល្អឬមិនល្អអាស្រ័យទៅលើការវិនិយោគឬការពង្រឹងសមត្ថភាពយុវជនដែលជាកម្លាំងស្នូលម្យ៉ាងទៀតដើម្បីឆ្លើយតបចំពោះការអភិវឌ្ឍរបស់សកលលោកនោះកម្ពុជាចាំបាច់ណាស់ត្រូវពង្រឹងសមត្ថភាពយុវជនឲ្យកាន់តែខ្លាំងក្លាថែមទៀតស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនដែលរដ្ឋាភិបាលបដិញ្ញាលើកកម្ពស់ធនធានយុវជននោះខ្ញុំថាកិត្យាវុទ្ធុអាស៊ីសេរីរាជធានីភ្នំពេញ
ការបរទេសកម្ពុជាកាលពីពេលថ្មីៗនេះបានកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន4រូបចូលទៅប្រមានបន្ទាប់ពីពួកគេបានរិះគន់ទៅលើដំណើរការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្រសួងការបរទេសអះអាងថាទង្វើរបស់ពួកគេគឺជាការអនុវត្តផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុន្តែអ្នកវិភាគនិងអង្គការសង្គមស៊ីវិលលើកឡើងថាការផ្ដល់យោបល់ឬការរិះគន់របស់តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើសេចក្តីព្រាងច្បាប់នេះមិនមែនជាការលូកដៃឬជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយចាលោកយាងសុជាមេតាសូមជូនសេចក្តីរាយការណ៍នេះការចូលរួមផ្ដល់យោបល់ក្នុងន័យស្ថាបនាដើម្បីធ្វើឲ្យច្បាប់របស់ប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរនិងគោរពសិទ្ធិមនុស្សគឺជាភារកិច្ចមួយរបស់អង្គការសហប្រជាជាតិអ្នកវិភាគនិងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតរស់រវុធមានប្រសាសន៍ថាការផ្ដល់មតិយោបល់ឬការរិះគន់ទៅលើសេចក្តីព្រាងច្បាប់ណាមួយដែលអង្គការសហប្រជាជាតិយល់ថាមិនទាន់មានលក្ខណៈប្រសើរគ្រប់គ្រាន់ដើម្បីធានាដល់ការគោរពសិទ្ធិមនុស្សមិនអាចចាត់ទុកថាជាការលូកលាន់ចូលក្នុងការងារផ្ទៃក្នុងរបស់ប្រទេសសម័យណាមួយឡើយលោកបណ្ឌិតរស់រវុធថ្លែងបន្តថាតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិអាចមានកំហុសលុះណាតែពួកគេទៅបង្គាប់បញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះតាមខ្លួនដោយពុំមានហេតុផលនោះទើបអាចចាត់ទុកថាជាការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលនិងផ្ទុយពីអ្វីដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិតែលោកថាបើពួកគេគ្រាន់តែផ្ដល់មតិដើម្បីជួយស្ថាបនាធ្វើឲ្យច្បាប់កាន់តែមានលក្ខណៈប្រជាធិបតេយ្យនោះពួកគេពុំមានកំហុសឆ្គងអ្វីឡើយអង្គការក្រៅរដ្ឋាភិបាលក៏ដូចជា UN ជាដើមគឺគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការផ្ដល់យោបល់ក្នុងភាពរីកចម្រើននៃប្រទេសមួយអញ្ចឹងបើគេគ្រាន់តែផ្ដល់យោបល់គេគ្រាន់តែជាសំណើនៅចំណុចខ្វះខាតណាមួយដែលរដ្ឋាភិបាលចន្លោះប្រហោងហើយអាចទទួលយកបានគឺទទួលយកគឺអត់អាចបដិសេធទាំងស្រុងទេព្រោះថាសង្គមស៊ីវិលក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលគេមានភារកិច្ចបំពេញចន្លោះប្រហោងរបស់រដ្ឋាភិបាលម្យ៉ាងវិញទៀតប្រទេសកម្ពុជាក៏ជាសមាជិកនៃអង្គការសហប្រជាជាតិរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មទៅមន្ត្រីអង្គការសហប្រជាជាតិនេះគឺជាការបង្ហាញកាយវិការមិនទទួលខុសត្រូវក្នុងនាមខ្លួនជាសមាជិកអង្គការសហប្រជាជាតិដែរនោះវត្តមាននៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងភ្នំពេញគឺជាដៃគូដ៏ចាំបាច់មិនអាចខ្វះបានរបស់ពលរដ្ឋនិងរដ្ឋាភិបាលកម្ពុជាដើម្បីឃ្លាំមើលពីដំណើរការអនុវត្តរបស់រដ្ឋាភិបាលតាមគោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យលោកបណ្ឌិតរស់រវុធក៏សម្គាល់ថាមតិរិះគន់ដែលតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានលើកឡើងគឺមានបំណងចង់ឲ្យកម្ពុជាមានភាពប្រសើរនិងមានការអភិវឌ្ឍដូច្នេះលោកថារដ្ឋាភិបាលគួរយកគំនិតរបស់ពួកគេមកពិចារណាហើយពិភាក្សាជាមួយអ្នកពាក់ព័ន្ធដទៃទៀតលោកបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាទៅវិញទេដែលជាអ្នកខាតប្រយោជន៍ប្រសិននៅតែបន្តមិនទទួលយកមតិរិះគន់ក្នុងន័យស្ថាបនារបស់អង្គការសហប្រជាជាតិជុំវិញការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះយើងពិនិត្យមើលថាក្រុមអង្គការទាំងអស់នោះគាត់មានប្រទេសជាច្រើនដែលសហការជាមួយគាត់អញ្ចឹងបើសិនណាជាយើងបដិសេធទាំងស្រុងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសយើងទៅវិញជាពិសេសផ្នែកសិទ្ធិមនុស្សនិងសេដ្ឋកិច្ចព្រោះបើសិនណាជាគាត់គៀងគរគាត់បង្ហាញពួកគាត់ឲ្យឃើញពីផ្នែកអវិជ្ជមាននៃប្រទេសកម្ពុជាគឺពួកគាត់កាត់បន្ថយនៅចំនួននិងកម្ចីរបស់បរទេសធ្វើឲ្យប្រជាពលរដ្ឋយើងជាអ្នករងទុក្ខមិនអ្នកដឹកនាំរងទុក្ខទេគឺប្រជាពលរដ្ឋអ្នករងទុក្ខរដ្ឋមន្ត្រីក្រសួងការបរទេសលោកហៅដំហុងកាលពីថ្ងៃទី21ឧសភាបានកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាចំនួន4រូបរួមមានតំណាងការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សតំណាងអង្គការ UNICEF តំណាងអង្គការមូលនិធិប្រជាជនអង្គការសហប្រជាជាតិ UNFPA និងតំណាងស្ថាប័នអង្គការសហប្រជាជាតិដើម្បីសមភាព Gender និងការផ្តល់សិទ្ធិអំណាចស្ត្រីចូលព្រមានឲ្យបញ្ឈប់ការរិះគន់ទៅលើរដ្ឋាភិបាលតាក់ទងទៅនឹងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលពួកគេត្រូវបានក្រសួងការបរទេសចោទប្រកាន់ថាបានប្រព្រឹត្តនៅទង្វើខុសឆ្គងផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងនាមជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាក្រោយពីពួកគេបានផ្ដល់យោបល់និងរិះគន់ចំពោះសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនៅតាមបណ្ដាសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះមួយថ្ងៃមុនការកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចូលជួបក្រសួងការបរទេសក៏បានផ្ញើលិខិតទៅឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Todd ដើម្បីសម្ដែងការមិនពេញចិត្តចំពោះឯកអគ្គរដ្ឋទូតរូបនេះ
ដែលបានទីទានលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនៅតាមបណ្ដាញសារព័ត៌មានក្រសួងការបរទេសបានចាត់ទុកពាក្យសម្ដីរបស់លោក William Todd ថាមានលក្ខណៈប្រហើនខ្លាំងក្រសួងការបរទេសក៏បានបញ្ជាក់ប្រាប់តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិដែលថារដ្ឋធម្មនុញ្ញកម្ពុជាពុំបានចែងតម្រូវឲ្យធ្វើការពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលឬសង្គមស៊ីវិលមុននឹងដាក់សេចក្តីព្រាងច្បាប់ណាមួយទៅកាន់រដ្ឋសភានោះទេក្រសួងការបរទេសអះអាងថាក្នុងនាមជានីតិរដ្ឋមួយរដ្ឋាភិបាលគ្រាន់តែចង់ដឹងថាអ្នកណាធ្វើអ្វីខ្លះនៅក្នុងប្រទេសរបស់ខ្លួនដូច្នេះរដ្ឋាភិបាលត្រូវការដំណាភៀបនិងរបៀបរៀបរយខណៈដែលមានអង្គការសមាគមរាប់ពាន់កំពុងបំពេញកាតព្វកិច្ចរបស់ខ្លួននៅកម្ពុជាចំពោះការលើកឡើងរបស់ក្រសួងការបរទេសដូចនេះអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាក់លោកសួនប៊ុនសាក់មានប្រសាសន៍ថាបើទោះជារដ្ឋធម្មនុញ្ញកម្ពុជាពុំមានចែងតម្រូវឲ្យរដ្ឋាភិបាលពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលឬពលរដ្ឋក្តីប៉ុន្តែលោកថារដ្ឋធម្មនុញ្ញបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាប្រកាន់យករបបនយោបាយតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលនេះមានន័យថារដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឲ្យពលរដ្ឋចូលរួមក្នុងកិច្ចការសាធារណៈនិងនយោបាយរបស់ប្រទេសជាតិលោកសួនប៊ុនសាក់ក៏បញ្ជាក់ដែរថាអង្គការសង្គមស៊ីវិលមិនបានបដិសេធមិនឲ្យរដ្ឋាភិបាលបង្កើតច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនោះឡើយប៉ុន្តែលោកថាសង្គមស៊ីវិលគ្រាន់តែចង់ឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យដំណើរការនៃការតាក់តែងច្បាប់នេះប្រព្រឹត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យដោយមានការចូលរួមពិគ្រោះយោបល់ពីពលរដ្ឋសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធនានាជាការធ្វើដែរដែលយើងត្រូវការឲ្យបង្កើតច្បាប់នោះឲ្យមាននីតិរដ្ឋក៏ប៉ុន្តែដើម្បីឲ្យមាននីតិរដ្ឋនោះល្អត្រឹមត្រូវទៅបាននីតិរដ្ឋនោះក៏ត្រូវការប្រជាធិបតេយ្យបានសេចក្តីថាការចូលរួមពីប្រជាពលរដ្ឋដែលប្រជាពលរដ្ឋហ្នឹងពីបានឃើញឯកភាពទៅនឹងខ្លឹមសារនៃនីតិរដ្ឋបានសេចក្តីថាជាខ្លឹមសារច្បាប់គឺច្បាប់ដែលគ្រប់គ្រងប្រជាពលរដ្ឋដែលប្រជាពលរដ្ឋហ្នឹងពីបានឯកភាពថាឲ្យច្បាប់នោះមានខ្លឹមសារអញ្ចឹងក្នុងការគ្រប់គ្រងគេយ៉ាងណាមិញកាលណាសង្គមស៊ីវិលយើងដែលជាក្រុមគោលដៅទទួលរងពីការគ្រប់គ្រងពីច្បាប់ហ្នឹងហើយបើកាលណាគេបានចូលរួមចឹងទៅគេយល់អំពីខ្លឹមសារគេយល់អំពីទម្រង់នៃច្បាប់ហ្នឹងគឺគេនឹងចូលរួមអនុវត្តច្បាប់ចំពោះតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាវិញបើទោះជាមានការព្រមានពីក្រសួងការបរទេសក្តីពួកគេបានអះអាងថាពួកគេបានធ្វើសកម្មភាពការងារស្ថិតក្នុងអាណត្តិរបស់ខ្លួនពួកគេក៏បានបញ្ជាក់ដែរថានឹងនៅតែបន្តផ្ដល់ការឧបត្ថម្ភគាំទ្ររបស់ខ្លួនសម្រាប់កិច្ចសន្ទនាជាមួយសង្គមស៊ីវិលលើច្បាប់ដ៏មានសារៈសំខាន់មួយនេះក្នុងពេលជាមួយគ្នាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនិងក្នុងការបង្កើតសមាគមលោកម៉ៃណាគីអៃបានចេញសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី22ឧសភាអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យធានាថាសង្គមស៊ីវិលអាចរួមចំណែកប្រកបដោយអត្ថន័យនៅក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលលោកម៉ៃណាគីអៃចាត់ទុកការតាក់តែងសេចក្តីព្រាងច្បាប់ធ្វើឡើងដោយរដ្ឋាភិបាលនៅពេលនេះថាជារឿងចម្លែកព្រោះលោកថាច្បាប់ដែលមានគោលដៅគ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជាតែរដ្ឋាភិបាលបែរជាផាត់សង្គមស៊ីវិលចេញពីដំណើរការតាក់តែងច្បាប់នេះទៅវិញខ្ញុំយេសុជីមេតាវត្ថុអាស៊ីសេរីភ្នំពេញលោកអ្នកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីរហូតមកដល់ពេលនេះសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលត្រូវបានក្រសួងមហាផ្ទៃបញ្ជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រីហើយសេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗនេះយ៉ាងណាក៏ដោយសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះនៅឡើយតើពួកគេយល់យ៉ាងណាចំពោះសេចក្តីព្រាងច្បាប់នេះចាសសូមលោកអ្នកនាងរងចាំស្ដាប់កិច្ចពិភាក្សាស្ដីពីទស្សនៈរបស់អង្គការសង្គមស៊ីវិលចំពោះប្រតិកម្មរបស់រដ្ឋាភិបាលទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបន្ថែមនៅយប់ថ្ងៃច័ន្ទទី25ខែឧសភាចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះយប់ចាសសូមអរគុណបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានបញ្ចប់
ប្រធានស្ដីទីនៃគណៈបកសង្គ្រោះជាតិលោកកឹមសុខាប្រកាសថាគណៈបកតូចៗដែលបានបង្កើតឡើងនោះមិនមែនជាដៃគូប្រកួតប្រជែងរបស់គណៈបកសង្គ្រោះជាតិឡើយលោកអះអាងថាមានតែគណៈបកប្រជាជនកម្ពុជាទេជាបកតែមួយគត់ដែលគណៈបកសង្គ្រោះជាតិនឹងផ្ដួលក្នុងពេលបោះឆ្នោតអាណត្តិទី6ខាងមុខនេះអ្នកវិភាគលើកឡើងថាគណៈបកសង្គ្រោះជាតិចង់យកជ័យជំនះលើគណៈបកប្រជាជនកម្ពុជាបាននោះលុះត្រាតែគណៈបកប្រឆាំងមានយុទ្ធសាស្ត្រច្បាស់លាស់ពលរដ្ឋនៅភូមិជើងឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំអះអាងថាអាជ្ញាធរវៀតណាមមកហាមឃាត់នឹងជន់ដំណាំស្រូវរបស់ពួកគាត់ជាថ្មីទៀតកាលពីថ្ងៃទី23ខែឧសភាការអះអាងនេះក្រោយពេលដែលពលរដ្ឋចូលទៅធ្វើស្មៅស្រូវដែលសេសសល់ពីការបាញ់ថ្នាំពុលរបស់អាជ្ញាធរវៀតណាមកាលពីខែមេសាបាទពីខេត្តបាត់ដំបងឯនោះវិញមន្ត្រីប៉ូលីសនៅស្រុកភ្នំព្រឹកចោទប្រកាន់អធិការនគរបាលស្រុកនេះថាតម្រូវឲ្យមន្ត្រីក្រមអាវ៉ាត់បង់លុយចូលកាកបាទក្រហមកម្ពុជាប្រចាំនៅខេត្តនេះជាលើកដំបូងដែលដកចេញពីប្រាក់ខែរបស់មន្ត្រីនគរបាលម្នាក់ៗដើម្បីយកទៅប្រើប្រាស់ការងារសង្គមក៏ប៉ុន្តែអធិការនគរបាលស្រុកបដិសេធចំពោះការចោទប្រកាន់ថានេះជារឿងមិនពិតឡើយបាទពីខេត្តព្រះសីហនុតំណាងក្រុមហ៊ុនឯកជនមួយបានប្រតិកម្មតបចំពោះការចោទប្រកាន់របស់តំណាងពលរដ្ឋចំនួន118គ្រួសារដែលចោទក្រុមហ៊ុនខ្លួនថារំលោភយកដីនោះជារឿងមិនពិតក៏ប៉ុន្តែផ្ទុយទៅវិញលោកចោទថាក្រមប្រជាពលរដ្ឋឯនោះវិញទេដែលបានទៅសង់ផ្ទះរំលោភយកដីក្រុមហ៊ុនប្លង់កម្មសិទ្ធិស្របច្បាប់ទោះជាបែបនេះក្តីតំណាងពលរដ្ឋជាង100គ្រួសារនៅឃុំរៀមបានអះអាងថាពួកគេបានមកតាំងទីលំនៅលើដីនេះតាំងពីឆ្នាំ1993មកនិងមានមេឃុំរៀមទទួលស្គាល់ថែមទៀតផងពីខេត្តព្រៃវែងអាជ្ញាធរស្រុកមេសាងសន្យាថានឹងផ្ដល់សំណងស្ដីពីផលប៉ះពាល់ជូនដល់ពលរដ្ឋទាក់ទងការជីកប្រឡាយទឹកជាគម្រោងអភិវឌ្ឍរបស់ក្រសួងធនធានទឹកនិងឧតុនិយមចំណែកតំណាងពលរដ្ឋចង់ឲ្យរដ្ឋាភិបាលផ្ដល់សំណងតាមតម្លៃទីផ្សារអ្នកភូមិចាត់ទុកថាការផ្ដល់សំណងរបស់រដ្ឋាភិបាលជាគោលនយោបាយមានតម្លៃទៀតចាលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអេស៊ីស្រីនៅពេលនេះចាប់តែត្រឹមនេះវិទ្យុអេស៊ីស្រីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ short wave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង5កន្លះដល់ម៉ោង6កន្លះម៉ោងនៅកម្ពុជាលោកនាងនឹងអាចស្ដាប់វិទ្យុអេស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង7កន្លះដល់ម៉ោង8កន្លះតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m ចាលោកនាងកញ្ញាក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអេស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/khmer និងស្ដាប់តាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុស្ទឹងខៀវ FM 98.70 MHz នៅខេត្តបាត់ដំបងផ្សាយនៅពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង8និងនៅពេលយប់ពីម៉ោង9ដល់ម៉ោង10វិទ្យុកំពង់ចាម FM 99.70 MHz ផ្សាយចេញពីទីរួមខេត្តកំពង់ចាមផ្សាយនៅពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង8និងនៅពេលយប់ពីម៉ោង10ដល់ម៉ោង11វិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង8និងពេលយប់ចាប់ពីម៉ោង9ដល់ម៉ោង10វិទ្យុស្ត្រី FM 102 MHz នៅភ្នំពេញ FM 104.25 MHz នៅខេត្តកំពង់ធំនិង FM 102 MHz នៅខេត្តស្វាយរៀងផ្សាយនៅពេលព្រឹកចាប់ពីម៉ោង7ដល់ម៉ោង8និងនៅពេលយប់ពីម៉ោង10កន្លះដល់ម៉ោង11កន្លះវិទ្យុសំបុកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង6ដល់ម៉ោង7និងពេលយប់ចាប់ពីម៉ោង8កន្លះដល់ម៉ោង9កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសែន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង6កន្លះដល់ម៉ោង7កន្លះនិងនៅពេលយប់ពីម៉ោង9កន្លះដល់ម៉ោង10កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបផ្សាយនៅពេលព្រឹកពីម៉ោង7ដល់ម៉ោង8និងពេលយប់ពីម៉ោង8កន្លះដល់ម៉ោង9កន្លះ
និងវិទ្យុអន្តរជាតិ TV FM 90.25 MHz នៅខេត្តសៀមរាបផ្សាយនៅពេលព្រឹកពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ពីម៉ោង 9 ដល់ម៉ោង 10 ចាក្រៅពីនេះលោកនាងក៏អាចអាននិងទស្សនាព័ត៌មានវិទ្យុអេស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកដោយផ្ទាល់សូមអញ្ជើញលោកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/RFA Cambodia និង YouTube www.youtube.com/RFA Khmer Video ចាសសូមលោកនាងចុច like និងចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីទាន់ហេតុការណ៍និងទស្សនាវីដេអូផ្សេងទៀតបានគ្រប់ពេលវេលាយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងកំបីគ្លៀងគ្លាតឡើយចាលោកជុនច័ន្ទបុតនាងខ្ញុំខែសុណងព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអេស៊ីសេរីសូមអរគុណនិងសូមជម្រាបលា